បងប្អូនណាខ្លះដែលមិនទាន់ចេះធ្វើរូប sticker បែបនេះឬមួយក៏ជា sticker បែបនេះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់ចេះធ្វើរូបបែបនេះទេបងប្អូនអាចតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាននៅពេលដែលបងប្អូនទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយបងប្អូនអាចយកទៅធ្វើទៅគឺនឹងចេញរូបភាពដូចខ្ញុំបែបនេះហើយអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងចូលនៅក្នុង Google Gemini ក៏បានឬមួយក៏យើងចូលនៅក្នុង ChatGPT ក៏បានដែរអញ្ចឹង ChatGPT យើងអាច download ជា app ក៏បានឬមួយក៏យើងចូលជានៅក្នុង browser ណាមួយក៏បានដែរអញ្ចឹងខ្ញុំចូលនៅក្នុង Safari បន្តមកទៀតបងប្អូនទាំងអស់គ្នាវាយពាក្យថា ChatGPT មកនេះបងប្អូនអញ្ចឹងបងប្អូនចុចទៅលើ website ហ្នឹងមកអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើ website ChatGPT ហ្នឹងគឺវានឹងចេញទម្រង់បែបនេះមកអញ្ចឹងដើម្បីបញ្ចូលរូបភាពមួយយើងមកកើតជា sticker បានបងប្អូនទាំងអស់គ្នាចុចទៅលើសញ្ញាបូកខាងក្រោមនេះអញ្ចឹងនៅពេលដែលចុចលើសញ្ញាបូកហើយបងប្អូនយកទី2គេដាក់ថា add photo ឬមួយក៏ file ដើម្បីទៅជ្រើសរើសរូបភាពរបស់យើងមួយមកអញ្ចឹងយើងចុចលើហ្នឹងមកហើយបងប្អូនយកពាក្យថា photo library អញ្ចឹងនឹងចេញរូបភាពមកអញ្ចឹងខ្ញុំរើសយករូបភាពរបស់ខ្ញុំមួយមកដើម្បីយកទៅធ្វើជា sticker ហ្នឹងតមកទៀតយើងចុច add នៅខាងលើនេះមកអញ្ចឹងនៅពេលដែលបងប្អូន add ហើយបងប្អូនសរសេរ prompt ដាក់នៅក្នុងកន្លែង ask anything នេះមកដោយសារតែខ្ញុំបានសរសេរហើយអញ្ចឹងខ្ញុំគ្រាន់តែ paste នៅក្នុងនឹងយកតែម្ដងអញ្ចឹងបើសិនជាបងប្អូនចង់បាន prompt នេះទៅបង្កើតជារូបភាពជា sticker អីបងប្អូនអាចចូលទៅ copy បានខ្ញុំនឹងដាក់នៅក្នុង description នៅក្រោមវីដេអូរបស់ខ្ញុំនៅក្នុង channel YouTube អញ្ចឹងនៅពេលដែលបងប្អូនផាសប៉ុណ្្នឹងហើយបងប្អូនគ្រាន់តែចុចទៅលើសញ្ញាព្រួយនេះមកដើម្បីឲ្យ ChatGPT នឹង generate រូបភាពឲ្យយើងចេញជា sticker ស្អាតដោយសារតែអ៊ីនធឺណិតរបស់ខ្ញុំវារៀង slow អញ្ចឹងហើយយើងរងចាំវាបន្តិចទៅវានឹងចេញជា sticker នឹងមកឲ្យយើងហើយអញ្ចឹងវាស៊ីសងលើអ៊ីនធឺណិតរបស់បងប្អូនដែរបើសិនជាបងប្អូនប្រើ Wi-Fi វាដើរលឿនរូបភាពរបស់យើងក៏វាចេញលឿនដែរតែដោយសារតែខ្ញុំប្រើអ៊ីនធឺណិត SIM ធម្មតាអញ្ចឹងហើយគឺវារៀងយូរបន្តិចអញ្ចឹងបងប្អូនសូមរងចាំបន្តិចទៅតែ ChatGPT វាកំពុងតែ generate ឲ្យហើយចាំមិនយូរទេបងប្អូនប្រហែលជា1នាទីអីហ្នឹងគឺវានឹងចេញឲ្យហើយបាននេះបងប្អូនគឺចេញមកហើយគឺបានរូបភាព sticker ខ្ជូតបែបនេះអញ្ចឹងនៅពេលដែលចេញបែបនេះហើយបងប្អូនចង់ save ទុកនៅក្នុង photo បងប្អូនគ្រាន់តែយកដៃរបស់បងប្អូនសង្កត់ទៅលើរូបភាពដែលយើងបានឲ្យ ChatGPT នឹងបង្កើតឲ្យមកហើយបងប្អូនចុចទៅលើពាក្យថា save to photo ទៅរូបភាពហ្នឹងគឺវានឹង save ចូលនៅក្នុង photo ហើយអញ្ចឹងបងប្អូនថយមកក្រោយបងប្អូនចូលនៅក្នុង photo ទៅនេះបងប្អូនគឺជារូបភាពដែលខ្ញុំបាន generate មកឃើញទេបងប្អូនចេញជារូបភាពមកស្អាតអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកទៅធ្វើតាមបានសូមអរគុណ